រឿងរន្ធត់របស់យើងមានតាមលំដាប់លំដោយជាការសម្រាយសាច់រឿងពីបទពិសោធន៍ជួបផ្ទាល់របស់ប្រិយមិត្តអ្នកស្ដាប់របស់យើងនឹងពីររូបដូចគ្នាហើយរឿងទី1តាក់ទងជាមួយនឹងបុគ្គលដែលគាត់ដែរជួបព្រលឹងវិញ្ញាណខ្មោចសោះហើយសុកក៏បានទៅប្រទះជាមួយនឹងការលំបន្លាចហ្នឹងហេតុការណ៍ហ្នឹងធ្វើឲ្យគាត់គិតថាវាជាហេតុការណ៍ធ្វើឲ្យគាត់ចងចាំរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងបើទោះបីជាគេមិនបានធ្វើអីគាត់ធ្ងន់ធ្ងរប៉ុន្តែដោយសារតែគាត់ហ្នឹងគឺជាមនុស្សដែលអត់ធ្លាប់ជឿរឿងខ្មោចព្រលឹងអូមអាបអញ្ចឹងនៅពេលដែលជួបតែម្ដងរៀងចាលហ្មងអ្នកទាំងអស់គ្នារីឯរឿងទី2គឺជារឿងដែលវាភ័យរន្ធត់ខ្លាំងមែនទែនសម្រាប់ខ្ញុំណាដោយសារតែប្អូនគឺគាត់បានទៅជួបមិនមែនតែម្នាក់ឯងគឺគាត់ទៅជួបមួយមិត្តភ័ក្តិរបស់គាត់អញ្ចឹងមានបទពិសោធន៍មនុស្ស2នាក់ដែលបានជួបនៅក្នុងហេតុការណ៍ហ្នឹងណាអ្នកទី1ជួបជាមួយនឹងព្រលឹងវិញ្ញាណអ្នកទី2ជួបជាមួយនឹងសាកសពផ្ទាល់ហ្មងអ្នកទាំងអស់គ្នាដោយសារតែថ្ងៃមួយហ្នឹងពេលដែលគាត់កំពុងតែជិះម៉ូតូរបស់ពួកគាត់ហ្នឹងត្រឡប់ទៅផ្ទះវិញជាមួយនឹងមិត្តភ័ក្តិម្នាក់ទៀតពេលហ្នឹងគឺវាចូលដល់ម៉ោង1ព្រឹករំលងអធ្រាត្រទៅហើយអ្នកទាំងអស់គ្នាចំពេលដែលផ្លូវទៅកាន់ភូមិរបស់ពួកគេត្រូវបានបិទសម្រាប់ជួសជុលពួកគេក៏ត្រូវបង្ខំចិត្តជ្រើសរើសផ្លូវផ្សេងមួយទៀតវាគឺជាផ្លូវដែលនាំឲ្យពួកគេនឹងជួបប្រទះនឹងហេតុការណ៍ចម្លែកនៅផ្លូវនោះតែម្ដងហើយបើទោះបីជាហេតុការណ៍ហ្នឹងបានកាត់ឡើងជាង6ឆ្នាំហើយក៏ដោយក៏ពួកគេនៅតែមិនអាចបំភ្លេចបានអញ្ចឹងមុនពេលអ្នកទាំងអស់គ្នាស្ដាប់នៅវគ្គនេះខ្ញុំត្រូវតែនិយាយថាអ្នកទាំងអស់គ្នាស្ដាប់ដោយពិចារណាស្ដាប់ដោយប្រុងប្រយ័ត្នឬក៏ស្ដាប់ដោយចាត់ទុកវាគឺជារឿងកំសាន្តទៅបានហើយអញ្ចឹងរឿងដំបូងរបស់យើងគឺបានពីប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថាធីគឺជាអ្នករស់នៅក្នុងខេត្តនឹងផ្ទាល់តែម្ដងប៉ុន្តែគាត់មិនដែលជឿលើរឿងខ្មោចព្រាយបិសាចអីនោះទេព្រោះថាតាំងពីតូចមកគាត់មិនដែលជួបខ្មោចផងហ្នឹងឬក៏ប្រហែលដោយសារតែគាត់នឹងគឺជាអ្នកកាន់សាសនាអ៊ីស្លាមផងដែរទើបគាត់អត់ដែរចាប់អារម្មណ៍អញ្ចឹងទោះជាយ៉ាងណាក្តីប្រហែលកាលពីជាង5ឆ្នាំមុនធីបានប្រាប់ថាគឺនៅក្នុងអំឡុងខែមករានៃឆ្នាំនោះមានហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងចំពោះគាត់ផ្ទាល់តែម្ដងឆ្នាំនោះគាត់និងមិត្តភក្តិគាត់ម្នាក់ទៀតបានជួលបន្ទប់នៅជាមួយគ្នានៅក្នុងអាផាតមិនមួយនៅក្នុងទីក្រុងនោះផ្ទាល់តែម្ដងពួកគេបានរស់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំរស់នៅជាធម្មតាទៅធ្វើការត្រឡប់មកវិញងូតទឹកញ៉ាំបាយចូលគេងគឺអត់ដែលជួបនឹងព្រលឹងខ្មោចឬក៏ហេតុការណ៍ចម្លែកណាមួយឡើយគឺដោយកន្លែងទូទៅអញ្ចឹងបន្ទាប់មកនៅថ្ងៃមួយអ្នកជួលដែលនៅជាប់បន្ទប់គាត់ហ្នឹងក៏បានផ្លាស់ចេញអត់ដឹងមានហេតុការណ៍អីកើតឡើងទេសុកគេផ្លាស់ចេញអញ្ចឹងហើយភ្លាមហ្នឹងក៏មានអ្នកជួលថ្មីផ្លាស់ចូលនៅផ្លែតតែម្ដងបាទដោយសារតែអាគារអាផាតមិនហ្នឹងគឺស្ថិតនៅតំបន់ដែលពេញនិយមជាទីប្រជុំជនក្បែរកន្លែងការងារសំខាន់ផងដែរហើយអ្នកជួលថ្មីនោះធីបានប្រាប់ថាគាត់គឺជាក្រុម LGBTQ បានថាគាត់ជាភេទទី3អញ្ចឹងឬក៏ភេទទី4យើងអត់ដឹងទេគាត់បានស្គាល់មុខអ្នកជួលថ្មីនោះនៅថ្ងៃមួយដោយបានប្រទះគ្នានឹងដោយចៃដន្យគឺខណៈពេលដែលគាត់កំពុងតែលេងហ្គីតានៅលើយ៉មកបន្ទប់របស់គាត់នៅថ្ងៃនោះគាត់បានលើសូអ្នកជួលថ្មីនោះនិយាយគ្នាអ្វីមិនដឹងទេជាមួយនឹងម្ចាស់អាផាតមិនហើយនឹងអ្នកសម្អាតនៅទីនោះគឺថាអ្នកជួលថ្មីបាននិយាយអ្វីដូចជាលហៀងឮថាគាត់នឹងឈឺជំងឺអ្វីម្យ៉ាងតែអ្នកសម្អាតផ្ទះដែលមកសម្អាតនៅទីនោះក៏បានសួរតបទៅវិញថាមានអ្វីអាចឲ្យគាត់ជួយបានអត់គាត់សួរដោយសម្ដីហើយនឹងទឹកមុខគឺសំណោះសំណៅអាណិតអាសូរអញ្ចឹងម្ចាស់បន្ទប់នោះក៏បានបដិសេធដោយនិយាយតបវិញថាមិនអីទេបងខ្ញុំរងចាំឲ្យមិត្តខ្ញុំនាំខ្ញុំទៅជួបគ្រូពេទ្យវិញល្អជាងអរគុណបងបាទគាត់តបអញ្ចឹងធីបានស្ដាប់ឮការសន្ទនារបស់ពួកគេហើយក៏គិតថាវាគឺជារឿងធម្មតាទេព្រោះធីហើយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងកំពុងតែលេងហ្គីតាយ៉ាងសនុកសុខស្រួលអារម្មណ៍អញ្ចឹងក៏មិនបានយកចិត្តទុកដាក់អ្វីច្រើនទៅនៅរឿងរ៉ាវដែលម្ចាស់បន្ទប់នោះនិយាយជាមួយនឹងម្ចាស់អគារហើយនឹងអ្នកបោះសម្អាតចម្លែកមែនទែនកន្លងទៅ 4-5 ថ្ងៃក្រោយមកពួកគេក៏បានសម្គាល់ឃើញថាมันបានឃើញឬក៏ឮសូរសំឡេងមនុស្សដែលនៅក្នុងបន្ទប់នោះតតែសោះសូម្បីតែម៉ាស៊ីនបោកគក់ក៏គ្មានសំឡេងបើកឬក៏បិទទ្វារដែរអ្វីទាំងអស់ស្ងាត់ជ្រាបតែម្ដងបាទធម្មតានៅពេលដែលយើងរស់នៅបន្ទប់ជួលក្បែរគ្នាអញ្ចឹងយើងតែងតែឮនេះឮនោះអត់ផុតក៏ឮសូរសំឡេងមនុស្សនិយាយគ្នាដែរត្រូវអត់តែនេះគឺគាត់ស្ងាត់ឈឹងហ្មងធាអត់មានឮអ្វីសោះតែម្ដងសូម្បីតែសំឡេងម៉ាស៊ីនបោកខោអាវដែលមានដាក់នៅក្នុងបន្ទប់នឹងហើយស្រាប់បន្ទប់នោះស្ងាត់ជ្រាបហាក់ដូចជាគ្មានមនុស្សនៅអញ្ចឹងដោយសារតែស្ងាត់ពេក
ពួកធីក៏ឆ្ងល់ដែរថាតិចគេបានផ្លាស់ចេញបាត់ហើយមិនដឹងប៉ុន្តែពួកគេក៏គិតបន្តថាបរិមម្នាក់ហ្នឹងទើបតែផ្លាស់ចូលមកសោះហ្នឹងមិនក៏គាត់ផ្លាស់ចេញទៅលឿនម៉េះនៅថ្ងៃបន្ទាប់ពួកគេបានចេញទៅស្នាក់នៅកន្លែងផ្សេងមួយយប់ដោយមិនបានត្រឡប់ទៅបន្ទប់របស់ពួកគេវិញឡើយរហូតដល់ព្រឹកព្រលឹមទើបត្រឡប់មកវិញពេលពួកគេមកវិញស្រាប់តែធីបានឃើញថាមានបញ្ហាកើតឡើងនៅក្នុងផ្ទះសំណាក់មួយហ្នឹងព្រោះមានមនុស្សអ៊ូអរឈូឆរពេញហ្នឹងហ្មងហើយមានរថយន្តជួយសង្គ្រោះប្រហែលពី3គ្រឿងនៅចតពីមុខអគារទៀតផងធីបានឃើញក្រុមមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋានខៀវស្អាតបាតពួកគេបន្តឡើងទៅជន់បន្ទប់របស់ធីតែម្ដងធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនមានទាំងអ្នកគ្រប់គ្រងអគារអ្នកថែទាំអគារស្ត្រីសម្អាតអនាម័យនិងម្ចាស់ផ្ទះអីហ្នឹងឈរនៅនឹងប្រងព្រាតតែម្ដងពេលហ្នឹងមានបរិមម្នាក់បានដើរយឺតកាត់តាមហ្វូងមនុស្សឈូឆរហ្នឹងដើម្បីចូលទៅកាន់បន្ទប់ដែលនៅក្បែរបន្ទប់របស់ពួកគេបាទអាបន្ទប់ដែលស្ងាត់មនុស្សអត់មានណាគេនៅពេលហ្នឹងធីក៏បន្តសួរអ្នកគ្រប់គ្រងថាបងមានរឿងអីកើតឡើងមែនបងបាទសួរបែបខ្សឹបចឹងពេលហ្នឹងអ្នកថែទាំម្នាក់បានងាកមកប្រាប់ធីថាកុំមាត់ពួកគេមកទីនេះដើម្បីមកយកសាកសពពីបន្ទប់ហ្នឹងបាទធីកៀងបដ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ស្រែកថាណាគេស្លាប់មែនបងអីដែលមកស្នាក់នៅក្រោយខ្ញុំមួយរយៈហ្នឹងមែនបន្ទប់ដែលគេកំពុងតែយកសាកសពហ្នឹងគឺជាបន្ទប់របស់គាត់ណាធីនិយាយពេលហ្នឹងគឺគាត់មានការតក់ស្លុតខ្លាំងមែនតើអ្នកទាំងអស់គ្នាតែគាត់ព្យាយាមតាំងចិត្តហើយក៏បានបើកទ្វារបន្ទប់របស់គាត់យឺតដើម្បីប្រាប់មិត្តភក្តិដទៃទៀតនៅក្នុងបន្ទប់គាត់ថាណែដឹងអត់អ្នកនៅក្នុងបន្ទប់ជាប់យើងស្លាប់ហើយបុយចេញមកមើលលឿនមកមានមនុស្សច្រើនណាស់ឈរនៅមុខបន្ទប់ពេលហ្នឹងមិត្តភក្តិរបស់គាត់កំពុងតែគេងស្រាប់តែលឺសូធីស្រែកខ្លាំងអញ្ចឹងក៏ភ្ញាក់មកបែបអាពាក់កណ្ដាលភ្ញាក់ពាក់កណ្ដាលនៅងងុយគេអញ្ចឹងហើយគាត់ក៏ស្រែកតបសួរវិញហ្មងថាស្អីគេអាណាគេងាប់តាំងពីអង្កាលធីក៏តបវិញថាអញមិនដឹងអញទៅត្រឡប់មកវិញដែរហ្នឹងហើយក៏ឃើញមនុស្សឈរច្រើនមែនតើនៅមុខបន្ទប់យើងបន្ទាប់មកមិត្តភ័ក្តិរបស់ធីក៏បានក្រោកពីគ្រែហើយគាត់ក៏បានដើរចេញមកតាមធីមើលថាមានអ្វីកើតឡើងពេលហ្នឹងធីក៏លួចហើយបាទយកដៃប្រហើបទ្វារបន្ទប់នៅចិត្តនឹងតែម្ដងចង់មើលថាតើនៅខាងក្នុងគេធ្វើអីខ្លះចឹងហើយវាគឺជាកំហុសដ៏ធំមួយរបស់ធីព្រោះនៅពេលដែលអ្នកទាំងពីរអ្នកហ្នឹងបាទបង្ហើបទ្វារតិចទៅស្រាប់តែបានឃើញគេកំពុងតែរើសាក់សពអ្នកទាំងអស់គ្នាបាទហើយសពបងអីដែលជាភេទទី3ហ្នឹងឡើងហើមក្លិនចេញខ្ទុះតែម្ដងបែកសារធាតុរាវចេញពីខ្លួនសពហ្នឹងពេញហ្នឹងបាទហើយអាក្លិនហ្នឹងវាហប់បុកចំមុខគាត់យ៉ាងខ្លាំងធីហើយនឹងមិត្តភ័ក្តិរបស់គាត់ต้องចង់ក្អួតស្ទើរទ្រាំមិនបានឡើងក្រហាយហូរទឹកភ្នែកតែម្ដងគ្រាន់តែឈរនៅទីនោះមើលគេសែងសាក់សពពីចង្ងាយសោះហ្នឹងធ្វើឲ្យគាត់នឹងដិតដាមអារម្មណ៍ខ្លាំងមែនទែនជាមួយនឹងរូបភាពដែលខ្លួនបានឃើញពេលហ្នឹងធីគិតក្នុងចិត្តថាចេះហេតុអីបានបងអ្នកលីសែងសាក់សពទាំងអស់នឹងទ្រាំបានព្រោះអីធីបានឃើញពួកគេនឹងរុំសាក់សពបែបយឺតមួយជាមួយនឹងកណាត់ពណ៌សដូចជាធ្វើរឹកដូចអត់មានធំក្លិនអីអញ្ចឹងរីឯស្ថានភាពរាងកាយរបស់សពវិញនៅពេលនោះគឺដូចជាមនុស្សម្នាក់ដែលបានស្លាប់ទាំងបើកភ្នែកអញ្ចឹងអ្នកទាំងអស់គ្នាឡើងលៀនភ្នែកចេញមកថ្លាតែម្ដងរាងកាយហើមស្អុយខ្លាំងអាសភាពនឹងបញ្ជាក់យ៉ាងច្បាស់ថាគាត់បានស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយរូបភាពនោះនៅតែជាប់ដិតដាមនៃការចងចាំរបស់ធីរហូតមកដល់ពេលសពថ្ងៃហ្នឹងបន្ទាប់ពីសាកសពត្រូវបានគេយកចេញអ្នកថែរក្សាផ្ទះនិងម្ចាស់ផ្ទះក៏បានសង្ងំជុំគ្នាធ្វើអ្វីម្យ៉ាងធីក៏លេចមើលពីចង្ងាយបាទធីក៏មិនប្រកាសដែរថាវាជាពិធីសាសនាឬវាជាពិធីដើម្បីបង្ក្រាបវិញ្ញាណអ្វីមួយក៏មិនដឹងព្រោះធីបានឃើញពួកគេនឹងប្រើប្រាស់ក្រដាសសមួយសន្លឹកដែលមានរូបចម្លាក់ដូចជាយ័ន្តអញ្ចឹងហើយបូកបន្ថែមជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់អ្នកស្លាប់តែម្ដងហើយពួកគេក៏ចាប់ផ្ដើមអានឈ្មោះថ្ងៃខែឆ្នាំកំណើតរបស់អ្នកស្លាប់បាទស្ដាប់ហើយព្រឺសម្បល់ខ្លាំងមែនទែនធីព្រឺរោមឲ្យពេញខ្លួនតែម្ដងហើយបន្ទាប់មកគេក៏បានយកกระดาษនោះទៅដុតធីឆ្ងល់មែនទែនក៏ដើរទៅសួរពួកគេក៏ប្រាប់ថាអូពួកគេធ្វើអញ្ចឹងគឺដើម្បីបញ្ជូនវិញ្ញាណរបស់អ្នកស្លាប់នឹងឲ្យទៅកាន់សាកសពរបស់គាត់វិញរបៀបថាកុំឲ្យវិញ្ញាណអត់ដឹងខ្លួនថាខ្លួនឯងបានស្លាប់ហើយនៅវល់នៅផ្ទះសំណាក់ហ្នឹងអញ្ចឹងបាទធីគ្រាន់តែលើបែបហ្នឹងព្រឺសម្បុរបាក់ខ្ញាក់ពេញខ្លួនតែម្ដងអ្នកទាំងអស់គ្នា
នៅថ្ងៃនោះបន្ទាប់ពីគេសម្អាតបន្ទប់ក្បែរនឹងរួចហើយធីនឹងមិត្តភ័ក្តិអង្គុយមើលមុខគ្នាពីគ្រោះគ្នាតែម្ដងថាយើងគួរតែទឹកគេងនៅខាងក្រៅ3-4ថ្ងៃសិនអត់ព្រោះនេះគឺនៅក្បែរបន្ទប់គ្នាខ្លាំងណាស់អញខ្លាចចាំ3-4ថ្ងៃក្រោយចាំត្រឡប់មកវិញក៏បានដែរតែមិត្តភ័ក្តិរបស់ធីនឹងក៏ប្រាប់ថាខ្លាចអីគេរៀបចំសពគ្រប់បែបយ៉ាងអស់ហើយនឹងពិធីក៏គេសែនព្រេងហើយដែរអញ្ចឹងចុងក្រោយពួកគេក៏សន្មតថានឹងស្នាក់នៅបន្តវាគ្មានអីទេព្រោះគិតថាក្លិនក៏មិនសូវខ្លាំងដែរបន្ទាប់មកមិនដល់កន្លងថ្ងៃផងពួកគេក៏មិនអាចស្នាក់នៅទីនោះបន្តទៀតបានព្រោះថាក្លិនខ្ទុះក្លិនសារធាតុរាវដែលចេញពីសាកសពហ្នឹងអ្នកទាំងអស់គ្នាវាភាយខ្លាំងបុកចូលបន្ទប់របស់ពួកគេតែម្ដងក្លិននោះខ្លាំងពេកនាំឲ្យពួកគេឆ្ងល់ថាអញ្ចេះហេតុអ្វីបានជាពួកគេមិនបានធំក្លិនអ្វីសោះពីមុនមកទើបតែមកធំក្លិនពេលនេះទាំងដែលសាកសពស្អុយរលួយមករាប់សិបថ្ងៃទៅហើយនៅថ្ងៃនោះពួកគេក៏បានសម្រេចចិត្តថាពួកគេមិនអាចគេងលក់ទេបើមានក្លិនបែបនេះអញ្ចឹងមានតែទៅរកកន្លែងស្នាក់នៅផ្សេងសិនគិតគ្នារួចរាល់ពួកគាត់ក៏បានផ្លាស់ទៅនៅផ្ទះឪពុកម្ដាយរបស់ធីសិនដោយពួកគេបានសម្រេចចិត្តស្នាក់នៅទីនោះជាបណ្ដោះអាសន្នទេប្រហែលតែ2-3ថ្ងៃតែប៉ុណ្្នឹងឯងដើម្បីធ្វើម៉េចទុកឲ្យក្លិនស្អុយនឹងវារសាត់បាត់ទៅជាមុនសិនមុនពេលផ្លាស់ចូលទៅនៅវិញដោយសារតែទីនោះវានៅក្បែរកន្លែងការងាររបស់ពួកគេពេកពួកគេបានសុំឲ្យស្ត្រីសម្អាតនឹងខលប្រាប់ពួកគេវិញថាប្រសិនបើក្លិនចាប់ផ្ដើមប្រសើរឡើងឬក៏ថមថយចុះកុំភ្លេចទូរស័ព្ទទៅប្រាប់ពួកគេវិញផងដើម្បីឲ្យពួកគេនឹងអាចត្រឡប់មកផ្ទះវិញបានប្រហែល3ថ្ងៃបានកន្លងផុតទៅស្ត្រីសម្អាតនៅអាផាតមែននោះក៏បានទូរស័ព្ទទៅធីមែនគាត់និយាយថាក្លិនពីបន្ទប់នោះគឺវាបាត់អស់ហើយអញ្ចឹងពួកធីនឹងអាចត្រឡប់មកវិញបានហើយឮបែបហ្នឹងធីហើយនឹងមិត្តភ័ក្តិរបស់គាត់សប្បាយចិត្តខ្លាំងមែនតើដោយសារតែផ្ទះដែលគាត់ស្នាក់នៅគឺជាផ្ទះឪពុកម្ដាយរបស់គាត់ហ្នឹងវានៅឆ្ងាយមែនតើជិះជាង40នាទីអីបានទៅដល់កន្លែងធ្វើការគាត់ខ្ជិលបើរដងគឺនៅពេលដែលគាត់បើកភ្នែកងូតទឹកហើយដើរចុះពីកន្លែងស្នាក់នៅហ្នឹងទៅដល់កន្លែងធ្វើការតែម្ដងអញ្ចឹងវាអត់សូវចំណាយពេលយូរឮបែបហ្នឹងធីក៏បានវិកខ្ចប់របស់ពួកគេហ្នឹងហើយវិលត្រឡប់ទៅបន្ទប់វិញភ្លាមតែម្ដងនៅយប់ដំបូងដែលត្រឡប់មកវិញពួកគេបានដេកលក់ដោយស្កប់ស្កល់ព្រោះថាពិតជាមិនមានក្លិនចម្លែកអ្វីមែនហើយគាត់ក៏អត់មានអារម្មណ៍ភ័យខ្លាចអ្វីនោះដែរគឺលេងដូចមុនហើយអញ្ចឹងនៅយប់ដំបូងក៏បានកន្លងផុតទៅដោយមិនមានរឿងអ្វីកើតឡើងពលគឺពួកគេមិនបានជួបអ្វីឡើយបន្ទាប់មកនៅថ្ងៃទី2នៅប្រហែលជាក្បាលល្ងាចម៉ោង5ម៉ោង6ល្ងាចហ្នឹងសុកធីសង្កេតឃើញថាភ្លើងនៅខាងក្រៅបន្ទប់របស់ពួកគេហ្នឹងដែលធ្លាប់តែបើកចោលភ្លឺទល់ភ្លឺហ្នឹងស្រាប់តែចាប់ផ្ដើមភ្លឹបផ្លែតតែនៅពេលហ្នឹងធីអត់បានគិតអ្វីច្រើនទេដោយគិតថាប្រហែលជាបញ្ហារបស់អំពូលភ្លើងចាស់ៗហ្នឹងឯងវាតែប៉ុណ្្នឹងនៅថ្ងៃនោះរហូតដល់ប្រហែលជាពាក់កណ្ដាលត្រៀតមិត្តភ័ក្តិរបស់ធីខ្លះទើបតែបញ្ចប់ការងារហើយមិត្តរួមការងារចាស់ៗមួយចំនួនទៀតមិនដឹងថាត្រូវទៅណាទេពួកគេក៏បានគិតថានឹងទៅនៅជុំគ្នានៅក្នុងបន្ទប់របស់ធីតែម្ដងដើម្បីនិយាយគ្នាលេងផឹកស៊ីនេះនោះអញ្ចឹងហើយអ្នកខ្លះទៀតក៏លេងហ្គេមលេងអីអញ្ចឹងទៅបាទសាងបរិយាកាសសប្បាយរីករាយនៅក្នុងបន្ទប់នោះផ្ទាល់តែម្ដងពេលវេលាបានកន្លងផុតទៅរហូតដល់ម៉ោង 12:30 នាទីយប់រំលងអាត្រៀតពេលនោះពួកគេកំពុងតែអង្គុយនិយាយគ្នាលេងអ៊ូអរយ៉ាងសប្បាយអ្នកខ្លះកំពុងតែលេងហ្គេមអ្នកខ្លះទៀតក៏អង្គុយផឹកនេះផឹកនោះនិយាយគ្នាពីនេះពីនោះអញ្ចឹងទៅខ្យល់អាកាសដ៏ត្រជាក់ឮសូរសំឡេងចង្រិតយំបដើអញ្ចឹងទៅនៅសុកស្រាប់តែឮសូរសំឡេងគូទ្វារពួកគេក៏នាំគ្នាស្ងាត់ព្រោះឮព្រមគ្នាហើយក៏ចាប់ផ្ដើមផ្ទៀងត្រចៀកស្ដាប់សំឡេងនោះម្ដងទៀតអ្នកខ្លះគិតថាប្រហែលជាមាននរណាគេម្នាក់កំពុងតែលេងសើចហើយព្រោះគ្មានមនុស្សណាមកគូទ្វារអីម៉ោង 12 កន្លះយប់ហ្នឹងទេគឺគ្មាននរណាគេម្នាក់មានការងារអ្វីជាមួយពួកគេនោះដែរឬក៏ជាសំឡេងគូទ្វារនៅបន្ទប់ក្បែរហ្នឹងទេដឹងមិត្តភ័ក្តិរបស់ធីដែលបានមកជុំគ្នាពួកគេមិនអើពើនឹងការហៅអីទេដោយគិតថាប្រហែលជាមានអ្នកគូទ្វារខុសបន្ទប់អីនឹងឯងម្យ៉ាងពួកគេក៏មិនបានដឹងពីរឿងដែលមានមនុស្សស្លាប់នៅបន្ទប់ជាប់នឹងដែរអញ្ចឹងពួកគេក៏បន្តលេងហ្គេមលេងអីជាធម្មតាអញ្ចឹងទៀតទៅស្ងាត់បានមួយសន្ទុះសុកសំឡេងនោះស្រាប់តែលឺសារជាថ្មីសំឡេងគូទ្វារជាលើកទី2ហ្មងបានបន្លឺឡើងលើកនេះ
ពួកគេបានផ្ទៀងត្រចៀកស្ដាប់ម្ដងទៀតដោយពួកគេគិតថាហេតុអ្វីបានជាឮតែសំឡេងគោទ្វារគ្មានសំឡេងផ្សេងទៀតដូចជាហៅឈ្មោះឬក៏ហៅអ្នកណាគេអញ្ចឹងស្ងាត់ឲ្យជ្រាបតែម្ដងពួកគេបន្តសម្ងំដើម្បីផ្ទៀងត្រចៀកស្ដាប់សំឡេងថាតើនឹងមានសំឡេងនិយាយឬក៏មានសំឡេងនរណាគេហៅឈ្មោះដែរឬអត់កំពុងតែផ្ទៀងត្រចៀកស្ដាប់ហ្នឹងសំឡេងគោទ្វារលើកទី3ក៏បានបន្លឺឡើងហើយធ្ងន់ជាងមុនទៅទៀតនៅពេលនោះធីមានអារម្មណ៍ថាពួកគេដូចកំពុងតែស្ថិតនៅក្នុងសុបិនរួមគ្នាអញ្ចឹងទ្រាំលេងបានណាធីហើយនឹងមិត្តគាត់ម្នាក់ទៀតដែលអង្គុយជិតទ្វារបំផុតហ្នឹងណាសម្រាប់ចិត្តថានឹងអោនចុះមើលតាមចន្លោះនៅក្រោមទ្វារយឺតដើម្បីឲ្យដឹងថាតើមានមនុស្សណាឈរនៅខាងក្រៅដែរឬអត់ពេលពួកគេអោនមុខចុះទៅដល់ដីយឺតហ្នឹងណាគឺភ្នែកគេព្យាយាមសម្លឹងមើលតាមក្រោមទ្វារនឹងមែនតែនហើយពេលហ្នឹងពួកគេបានឃើញជើងនរណាគេម្នាក់គឺជើងនរណាគេមិនដឹងទេគ្រាន់តែថាសម្លឹងមើលទៅស្បែករបស់គេឡើងខ្មៅតែម្ដងបែកចង់បែកស្វាយហើយហើមពួកគេឃើញត្រឹមកជើងតែប៉ុណ្ណោះទំនងជាគេស្លៀកខោខ្លីប៉ុន្តែជើងនឹងមើលទៅរាងសើមដូចមនុស្សតឹមតលុយទឹកឬក៏ដូចជាទឹកនឹងបែកចេញពីជើងនឹងអញ្ចឹងអ្នកទាំងអស់គ្នាអត់ទាន់ស្ងួតទេពួកមិត្តរបស់ធីក៏ចាប់ផ្ដើមយកវត្ថុរឹងនៅក្បែរខ្លួននឹងមកកាន់នៅក្នុងដៃតែម្ដងដោយមានបំណងថានឹងប្រើជាអាវុធដោយប្រុងប្រយ័ត្នដើរទៅបើកទ្វារនោះពេលហ្នឹងពួកគេគិតថាអញ្ចេះកាន់អាវុធហ្នឹងគឺដើម្បីការពារខ្លួនព្រោះថាមើលទៅទំនងមានអ្នកដែលនៅខាងក្រៅបន្ទប់ហ្នឹងធំជាងពួកគេទាំងអស់តែម្ដងបើសិនបើមាននរណាគេម្នាក់ចង់បង្ករឿងចង់មានបញ្ហារំខានពួកគេនឹងតដៃអញ្ចឹងណាពេលហ្នឹងនៅពេលដែលពួកគេចាប់ទាញទ្វារបើកយឺតបាទបើកតិចហើយបន្ទាប់មកបើកក្រាក់តែម្ដងបាទដើម្បីបំភ័យគេបើកមកវឹបអត់មានឃើញនរណាគេសោះអ្នកទាំងអស់គ្នាអ្នកអរសាកសម័យមើលប្រសិនបើមាននរណាគេម្នាក់ដែលកំពុងតែឈរព្យាយាមរំខានពួកគេអនបំផុតក៏ពួកគេឃើញថានឹងមានមនុស្សរត់ចេញប៉ុន្តែនេះគឺគ្មានឃើញសោះសំបីតែសំឡេងមនុស្សរត់គេចខ្លួនរឿងដ៏គួរឲ្យខ្លាចបំផុតនោះគឺថានៅពេលដែលពួកគេបើកទ្វារមកវឹបចឹងណាធីសង្កេតឃើញថាភ្លើងនៅទីនោះចាប់ផ្ដើមភ្លឹបផ្លែតហ្នឹងកាន់តែញាប់ទៅហើយមិនមែនភ្លឹបផ្លែតម្ដងទាំងអស់ទេណាប៉ុន្តែភ្លឹបផ្លែតម្ដងមួយតាមច្រករបៀងខាងក្រៅបន្ទប់របស់ធីដោយសារតែភ្លើងហ្នឹងគឺមានភ្លើង6 7អំពូលដែលនៅចន្លោះពីគ្នាហ្នឹងប្រហែលជា1ម៉ែត្រកន្លះទៅ2ម៉ែត្រអញ្ចឹងណាហើយអាភ្លើងហ្នឹងវាភ្លឹបផ្លែតម្ដងមកជួរបដិញគ្នាខុសពេលគ្នាវាស្ដែងពេកណាអ្នកទាំងអស់គ្នាថាបើខូចតែមួយមែនអត់អានេះវាមិនដែរណាខូចម្ដងទាំងអស់ហើយវាបដិញគ្នាទៀតអ្នកទាំងអស់គ្នាដូចភ្លើងបដិញអញ្ចឹងណាធីគឺព្រឺរោមពេញខ្លួនតែម្ដងបាទស្រាប់តែភ្លាមហ្នឹងពួកគេក៏បានឮសំឡេងពីបន្ទប់ជាប់ហ្នឹងអាបន្ទប់ដែលមានមនុស្សស្លាប់គឺសំឡេងហាក់បីដូចជាមានមនុស្សតុកទូកៅអីនៅក្នុងហ្នឹងអញ្ចឹងទាំងដែលបន្ទប់នោះអត់មានមនុស្សនៅទេតាំងពីថ្ងៃកើតហេតុមកអត់មាននរណាគេជួលនៅក្នុងបន្ទប់នោះបន្តទៀតឡើយនាំឲ្យក្រុមមិត្តភ័ក្តិរបស់ធីកាន់តែព្រឺបារម្ភគ្រប់គ្នាហើយគ្មាននរណាគេម្នាក់ហ៊ានចេញពីបន្ទប់របស់ធីទេនៅយប់នោះបើទោះបីជាគ្រប់គ្នាចាប់ផ្ដើមខ្លាចនឹងចង់ត្រឡប់ទៅផ្ទះវិញភ្លាមក៏ដោយតែដោយសារតែខ្លាចពេកហើយអាតាមផ្លូវនឹងមានភ្លើងផ្លែទៀតអត់មាននរណាគេហ៊ានចេញពីអាគារនឹងដាច់ខាតតែម្ដងសំឡេងឬតុកទូនឹងចេះតែបន្តងឺតងត់អញ្ចឹងអ្នកទាំងអស់គ្នាស្រាប់តែសុកស្ងាត់បានមួយសបកពេលហ្នឹងក្រុមធីហ្នឹងក៏ចាប់ផ្ដើមផ្ទៀងស្ដាប់មើលតើវានៅមានលឺសូរអីទៀតអត់លឺអីសោះមិនដល់5នាទីផងធីហាក់បីដូចជាលឺសំឡេងទៀតហើយតែម្ដងនេះមិនមែនជាសំឡេងឬតុកទូទេប៉ុន្តែជាសំឡេងមនុស្សយំអ្នកទាំងអស់គ្នាសំឡេងមនុស្សយំដូចជាមនុស្សនឹងមកយំក្បែរជញ្ជាំងបន្ទប់ធីនឹងតែម្ដងបាទដោយសារតែបន្ទប់នៅជាប់គ្នាអូ my god បាទសំឡេងមនុស្សយំខ្សឹបខ្សៀវមិនលឺខ្លាំងទេតែបែបត្រហេបត្រហប់ដូចចង់ដាច់ខ្យល់ស្ដាប់ទៅគឺតឹងទ្រូងខ្លាំងមែនតើហាក់បីដូចជាគេនឹងមានតុកខ្លាំងណាលឺសូហេបហបនៅក្បែរជញ្ជាំងនឹងបាទធីចាប់ផ្ដើមមើលមុខគ្នាទៅវិញទៅមកថាតើគួរធ្វើអ្វីអញ្ចឹងណាបាទមានអីគឺនាំគ្នាអោបគ្នាសូត្រធម៌ទាំងយប់តែម្ដងអ្នកទាំងអស់គ្នាគឺអ្នកដែលនៅក្នុងបន្ទប់ធីទាំងអស់អត់មាននរណាគេហ៊ានដេកទេនៅយប់នោះអ្នកខ្លះក៏ពាក់កាសអ្នកខ្លះក៏លេងហ្គេមបើកសំឡេងលឺបន្លំខ្លួនរៀងខ្លួន
បាទបើអ្នកមិនចេះលេងហ្គេមទេគឺបន្លំអោបគ្នាដើម្បីសូត្រធម៌ឬក៏ធ្វើអ្វីមួយរហូតដល់តែព្រឹកទៅពួកគេអាចត្រឡប់ទៅផ្ទះវិញបានអញ្ចឹងណាព្រោះពួកគេអត់ហ៊ានចេញពីបន្ទប់នឹងទេទោះបីជាទៅម្ដងទាំងអស់គ្នាក៏អត់ហ៊ានទៅដែរដោយសារខ្លាចអាភ្លើងភ្លឹបភ្លែតនៅមុខអគារហ្នឹងហ៎រហូតដល់ម៉ោង5ម៉ោង6ព្រឹកអ្នកនរគ្នាចាប់ផ្ដើមលឺសូរសំឡេងមន់រងាវអីហ្នឹងហើយទើបពួកគេចាប់ផ្ដើមធូរស្បើយទាំងអត់បានដេកទេអ្នកទាំងអស់គ្នាអញ្ចឹងព្រឹកឡើងហ្នឹងក៏ពួកគេនៅជុំគ្នាហើយក៏និយាយពីរឿងដែលបានជួបកាលពីយប់មិញហ្នឹងឯងហើយតាំងពីពេលនោះមកពួកគេក៏បាននាំគ្នាទៅបាទចូលវត្តធ្វើបុណ្យបងស្កឧទ្ទិសកុសលឲ្យម្ចាស់បន្ទប់នៅក្បែរហ្នឹងអញ្ចឹងណាហើយក៏ស្រោចទឹកយហោខ្សែកថារកខ្សែក្រហមមកពាក់ដៃរៀងខ្លួនតែម្ដងធីក៏បានសួរនាំដែរថាពួកគេនឹងបានជួបហេតុការណ៍អ្វីប្លែកទៀតអត់តាំងពីថ្ងៃដែលមានរឿងមកតែពួកគេម្នាក់តបថាអត់បានជួបប្រទះអ្វីទេអញ្ចឹងធីក៏បានទៅនិយាយរឿងហ្នឹងប្រាប់ម្ចាស់ផ្ទះហើយនឹងបាទទៅប្រាប់ជំរាបទៅដល់លោកបងចៅអធិការវត្តនៅក្នុងស្រុកហ្នឹងអញ្ចឹងណាហើយចៅអធិការក៏បានតបថាប្រហែលជាគេនៅសំណោះសំណោកកន្លែងចាស់គេអត់ទាន់ដឹងខ្លួនថាខ្លួនឯងស្លាប់ឬក៏ដឹងហើយប៉ុន្តែនៅសំណោះសំណោកនៅជីវិតចាស់អញ្ចឹងណាទើបគេអត់ទាន់ទៅហ្នឹងហើយអញ្ចឹងពួកគេបានគិតថាប្រហែលជាគេប្រកាន់ដោយសារតែនៅយប់នោះគឺក្រុមធីនឹងនិយាយគ្នាលេងខ្លាំងពេកលេងហ្គេមផងផឹកស៊ីផងវាបង្កើនសម្លេងរំខានដល់គេអញ្ចឹងណាអញ្ចឹងគេមកហ្នឹងគ្រាន់តែជាការប្រមានតែប៉ុណ្ណោះទៅគេអត់ធ្វើអីច្រើនអញ្ចឹងណាកុំអីហ្នឹងគឺលងបាសសក់តែម្ដងអ្នកទាំងអស់គ្នាហើយពួកគេជឿថាសម្លេងគោះទ្វារនៅក្រៅបន្ទប់របស់ពួកគេហ្នឹងណាប្រកាសណាស់គឺជាសម្លេងខ្មោចរបស់បងម្នាក់បាទក្រុម LGBTQ ហ្នឹងដែលទើបនឹងស្លាប់នឹងឯងប្រហែលជាគាត់នៅវល់មិនទាន់ដឹងថាខ្លួនឯងស្លាប់ទេមើលទៅនៅថ្ងៃបន្ទាប់គ្មាននរណាគេហ៊ានត្រឡប់ទៅអគារនឹងវិញទេទាំងដែលអ្នកខ្លះហ្នឹងក៏នៅស្នាក់នៅអគារហ្នឹងជាមួយធីដែរគ្រាន់តែបន្ទប់ផ្សេងគ្នាអញ្ចឹងណាប៉ុន្តែគឺអត់ទៅតែម្ដងហើយនៅពេលហ្នឹងមិត្តភ័ក្តិរបស់ធីគ្រប់គ្នាភ័យខ្លាចខ្លាំងឆ្ងល់អំពីអ្វីដែលបានកើតឡើងនៅយប់នោះគ្រប់គ្នាចុងក្រោយទើបធីប្រាប់ថាអាបន្ទប់ចិត្តហ្នឹងមានមនុស្សស្លាប់អីចឹងទៅហើយនេះគឺជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្នុងខេត្តនៃដែនដីសមុទ្រហ្នឹងហើយមកដល់ពេលឥឡូវនេះបន្ទប់ហ្នឹងក៏នៅតែគេដាក់បានជួលធម្មតារហូតមកដល់សប្តាហ៍ថ្ងៃតែម្ដងប៉ុន្តែធីក៏មិនដឹងដែរថាអ្នកផ្សេងហ្នឹងបានទៅជួលវាហ្នឹងបានជួបបទពិសោធន៍ដូចគាត់ដែរឬអត់ទេព្រោះវាកន្លងមក 5-6 ឆ្នាំហើយបច្ចុប្បន្នអ្នកចាស់ដែលធ្លាប់នៅទីនោះក៏បានផ្លាស់ប្ដូរចេញអស់ហើយអញ្ចឹងធីក៏បានឃើញម្ចាស់អគារនៅតែប្រកាសដាក់អាបន្ទប់ហ្នឹងជួលធម្មតាតាមអេបតាមអីចឹងណាដូចជាគ្មានរឿងអីកើតឡើងផងបាទនេះគឺជារឿងដំបូងដែលធីបានរាយរាប់ប្រាប់ពួកយើងហ្នឹងហើយអ្នកទាំងអស់គ្នាបាទរឿងនេះគឺជារឿងពិតអ្នកទាំងអស់គ្នាអញ្ចឹងយើងអត់បានបន្ថែមបន្ថយអីច្រើននៅក្នុងសាច់រឿងរបស់ធីទេដោយសារតែធីបកកាយសរសេរខ្លាំងមែនទែនបានរាយរាប់ពីការអាកាសពីសាច់រឿងពីទស្សនវិជ្ជាគឺមកអស់តែម្ដងយើងគ្រាន់តែថែមថយនៅសាច់រឿងហើយនឹងអារម្មណ៍តិចតួចចូលទៅក្នុងហ្នឹងគឺយើងអាចប្រើការបានតែម្ដងណាខុសពីបងប្អូនខ្លះគាត់ទៅសេមកប្រាប់យើងគឺគាត់ទៅសេខ្លីហ្មងថាឧទាហរណ៍ថាគាត់ជួបខ្មោចគាត់មានអារម្មណ៍ថាជួបខ្មោចគាត់ប្រាប់ថាគាត់បានជួបខ្មោចគាត់បាននិយាយពីអារម្មណ៍ថាតើគាត់នឹងជួបនឹងមានអារម្មណ៍បែបណាពេលហ្នឹងមានអីកើតឡើងអញ្ចឹងណាអរគុណធីខ្លាំងមែនតើដែលប្រហែលជាសិស្សបកាយខ្មែរមើលទៅ